ជារឿងដែលធ្លាប់សងជាក្តីស្រមៃដ៏សែនឆ្ងាយពីងថាយើងពេលនេះវាសែនមានន័យជីវិតបងប្រកលជូនថ្លៃពេលនេះអូនជាទេពអប្សរនៅក្នុងចិនបង